ខ្សែដៃក្រងពីអំបោះលាយជាមួយនឹងកាំម៉ូតនេះតូចល្មមស្រួលប្រើពិសេសពណ៌ផ្កាឈូកបែបនេះទៀតរឹតតែស្រស់ស្អាតម៉ូតនេះគឺសមមែនតែនជាមួយនឹងក្មេងស្រីជំទង់ជំរាបសួរពុកម៉ែបងប្អូនបើរបៀបក្រងបងប្អូនទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ប្រកាសជាក្រងបានដោយរាល់ដងមុននឹងចាប់ផ្ដើមក្រងខ្ញុំសូមបង្ហាញសម្ភារៈដែលខ្ញុំយកមកប្រើជាមុនសិនក្នុងនោះដែរខ្ញុំមានអំបោះ6សរសៃដែលមកសរសៃមួយសរសៃប្រវែងរបស់វា100សង់ទីម៉ែត្របោះដែលខ្ញុំយកមកប្រើនេះទំហំរបស់វា 0.8 មីលីម៉ែត្រនិងចុងក្រោយគេអំបោះមួយសរសៃនេះមានប្រវែងខ្លីទេបងប្អូនតែ25សង់ទីម៉ែត្រទេទំហំវាដូចគ្នាម៉ូតនេះលាយជាមួយនឹងកាំខ្ញុំប្រើតូចមួយគ្រាប់នេះទំហំរបស់វា2មីលីម៉ែត្រដោយសារតែអំបោះពណ៌ផ្កាឈូកខ្ញុំប្រើកាំពណ៌ផ្កាឈូកដែរចំណែកឯសម្ភារៈជំនួយក្នុងការប្រើខ្ញុំមានបន្ទាត់មានកន្ត្រៃដែលកេះស្កុតហ្នឹងគឺដូចរាល់ដងចាប់ផ្ដើមដំបូងគេអំបោះ6សរសៃហ្នឹងខ្ញុំចាប់ចុងវាមកផ្គុំគ្នាឲ្យស្មើគ្នារួចហើយច្បូតឲ្យស្មើវាស់ទុក15សង់ទីម៉ែត្រសម្រាប់យកមកធ្វើរំយោលដោយសារតែម៉ូតនេះអំបោះដែលយកមកប្រើប្រវែងវាស្មើគ្នាអញ្ចឹងស្រួលទេយើងបិទស្កុតចំណាំតាកន្លែងអំបោះដែលយើងវាស់ទុកធ្វើរំយោលហ្នឹងបានហើយវាស់ហើយរុញកន្លែងដែលបិទស្កុតហ្នឹងយកទៅគៀបជាមួយនឹងក្តារគៀបធ្វើម៉េចឲ្យជាប់ព្រោះអីនៅពេលដែលយើងក្រងយើងត្រូវការទាញដែរនេះបងប្អូនបោះដែលខ្ញុំតម្រៀបមិញពេលដែលខ្ញុំតម្រៀបហើយខ្ញុំញែកបង្ហាញបងប្អូនបោះនេះមួយខ្សែប្រវែងរបស់វា100សង់ទីម៉ែត្រចាប់ផ្ដើមដំបូងគេខ្ញុំចាប់អំបោះពីចំកណ្ដាលដោយលើកអំបោះខាងស្ដាំវត្តទៅខាងឆ្វេងធ្វើជាខ្សែបង្គោលកងលើអំបោះដែលនៅខាងឆ្វេងលើកអំបោះខាងឆ្វេងមកព័ទ្ធចងជាមួយខ្សែបង្គោលចំនួន2ដងពេលដែលព័ទ្ធចងហើយអំបោះព័ទ្ធចងខ្ញុំប្រឡែងសិនខ្សែបង្គោលអស់ទៅកងអំបោះដែលនៅខាងឆ្វេងនោះពីសរសៃផ្សេងទៀតហើយលើកអំបោះដែលនៅខាងក្រោមហ្នឹងយកមកព័ទ្ធចងម្ដងមួយសរសៃដោយក្នុងមួយសរសៃព័ទ្ធចងចំនួន2ដងពេលដែលព័ទ្ធចងរួចហើយរឹតឲ្យតឹងឲ្យស្មើហើយខ្ញុំវែកអំបោះ3សរសៃងាកទៅខាងឆ្វេងចាប់អំបោះដែលនៅខាងស្ដាំចំកណ្ដាលរាប់ពីខាងស្ដាំមកទី3វត្តទៅខាងស្ដាំកងលើអំបោះដែលនៅខាងស្ដាំហ្នឹង2សរសៃហើយចាប់ទាញអំបោះដែលនៅខាងក្រោមហ្នឹងលើកមកតាក់ចងជាមួយនឹងអំបោះដែលវត្តទៅខាងស្ដាំជាខ្សែបង្គោលហ្នឹងដោយមួយសរសៃចងពី2ដងដូចគ្នាបងប្អូនត្រង់កន្លែងនេះគឺយើងចាប់ផ្ដើមធ្វើក្បាលម៉ូតខ្សែដៃខ្ញុំក្រងធ្វើឲ្យវាពេញឲ្យហើយដើម្បីងាយស្រួលនៅពេលដែលយើងធ្វើរំយោលបន្ទាប់មកទៀតចាប់អំបោះដែលនៅចំកណ្ដាលពីសរសៃដូចលើកមុនដែរហើយយកខាងស្ដាំមកកងលើខាងឆ្វេងដែរលើកខាងឆ្វេងមកតាក់ចងចំនួន2ដងរួចហើយខ្សែតាក់ចងហ្នឹងខ្ញុំប្រឡែងទុកសិនខ្សែបង្គោលដដែលហ្នឹងខ្ញុំវត្តទៅខាងឆ្វេងហើយលូកដៃទៅចាប់ទាញបោះដែលនៅជាប់ខ្សែបង្គោលខាងហ្នឹងខាងឆ្វេងហ្នឹងទាញចុះមកខាងក្រោមហើយលើកមកព័ទ្ធចងជាមួយខ្សែបង្គោលហ្នឹងចំនួន2ដងរួចហើយខ្សែបង្គោលដដែលហ្នឹងវត្តមកខាងស្ដាំវិញចំណែកឯខ្សែតាក់ចងវត្តទៅខាងឆ្វេងរួចហើយលើកមកតាក់ចងជាមួយខ្សែបង្គោលដដែលហ្នឹងចំនួន2ដងធ្វើខាងឆ្វេងហើយងាកមកធ្វើខាងស្ដាំអញ្ចឹងចាប់ខ្សែអំបោះដែលនៅកណ្ដាលរាប់ពីខាងស្ដាំមកទី3វត្តទៅខាងស្ដាំហើយទាញខ្សែអំបោះដែលនៅខាងស្ដាំជាប់គ្នាហ្នឹងមកខាងឆ្វេងលើកមកតាក់ចងជាមួយខ្សែបង្គោលហ្នឹងចំនួន2ដងពេលតាក់ចងហើយខ្សែបង្គោលហ្នឹងវត្តមកខាងឆ្វេងវិញចំណែកឯខ្សែតាក់ចងវត្តទៅខាងស្ដាំលើកមកចងជាមួយខ្សែបង្គោលដដែលហ្នឹងចំនួន2ដងមកដល់ត្រង់នេះខ្សែបង្គោលដែលនៅចំកណ្ដាលទាំងពីរជួបគ្នាយកខ្សែខាងស្ដាំកងវត្តទៅខាងឆ្វេងកងលើខ្សែខាងឆ្វេងហើយលើកខ្សែខាងឆ្វេងមកចងជាមួយខ្សែដែលវត្តទៅនឹងចំនួន2ដងបងប្អូនពេលដែលចងរួចហើយយើងឡើងមកខាងលើអំបោះខាងលើហ្នឹងយើងដោតកាំពីគ្រាប់រួចហើយវត្តចុះមកខាងក្រោមកងលើអំបោះដែលនៅខាងក្រោម2សរសៃលើកអំបោះមួយសរសៃចងមកចងជាមួយនឹងខ្សែដែលវត្តពីលើមកហ្នឹងចំនួន2ដងខាងឆ្វេងធ្វើហើយងាកមកធ្វើទៅជាខាងស្ដាំដូចគ្នាតម្លាក់កាំចូលក្នុងអំបោះដែលនៅខាងលើ2គ្រាប់
រួចហើយពាត់ខ្សែហ្នឹងកងលើអំបោះពីសរសៃដែលនៅខាងក្រោមធ្វើជាខ្សែបង្គោលលើកអំបោះមួយសរសៃមកចងចំនួន2ដងចងចប់ចំកដាលនេះខ្សែបង្គោលទាំងពីរជួបគ្នាយកខាងស្ដាំវត្តឲ្យមកខាងឆ្វេងកងលើអំបោះខាងឆ្វេងហើយលើកអំបោះដែលវត្តពីខាងឆ្វេងទៅហ្នឹងមកចងជាមួយនឹងខ្សែដែលនៅខាងលើបងប្អូនមកដល់វគ្គត្រង់នេះយើងចាប់ផ្ដើមក្រងម៉ូតខ្សែដៃរបស់យើងពេញហើយដោយដំបូងឡើងចាប់ផ្ដើមដំបូងឡើងនេះយើងលើកអំបោះដែលជាខ្សែបង្គោលអស់ពីខាងស្ដាំមកអស់ហួសទៅខាងឆ្វេងហើយកងលើអំបោះមួយសរសៃដែលនៅជាប់នឹងបន្ទាប់មកទៀតចាប់លើកអំបោះដែលនៅខាងក្រោមមកចងជាមួយនឹងខ្សែបង្គោលនឹង2ដងចងហើយខ្សែបង្គោលវត្តមកខាងស្ដាំវិញខ្សែតាក់ចងវត្តទៅខាងឆ្វេងលើកមកចង2ដងរួចហើយយើងមកធ្វើខាងស្ដាំដូចខាងឆ្វេងដែរចាប់ខ្សែដែលនៅចំកដាលគេវត្តទៅខាងស្ដាំកងលើអំបោះមួយសរសៃដែលនៅជាប់នឹងហើយលើកមកចងចំនួន2ដងចងហើយខ្សែបង្គោលវត្តចូលមកវត្តមកខាងឆ្វេងវិញលើកខ្សែតាក់ចងពាត់ខ្សែតាក់ចងចេញទៅក្រៅលើកមកចងចំនួន2ដងខ្សែបង្គោលទាំងពីរជួបគ្នាដាក់ខ្សែខាងស្ដាំខាងលើធ្វើជាខ្សែបង្គោលហើយលើកខ្សែខាងក្រោមមកតាក់ចងចំនួន2ដងឡើងមកធ្វើទៅជាខាងឆ្វេងដោយតម្លាក់អង្កាំចូលអំបោះដែលនៅលើគេ2គ្រាប់រួចហើយអូសខ្សែអំបោះហ្នឹងចុះមកក្រោមមកកងលើអំបោះពីសរសៃដែលនៅខាងក្រោមលើកអំបោះមកសរសៃដែលនៅខាងក្រោមមកចងជាមួយខ្សែបង្គោលចំនួន2ដងបន្ទាប់មកទៀតតម្លាក់អង្កាំចូលក្នុងអំបោះដែលនៅខាងលើខាងស្ដាំ2គ្រាប់ដូចខាងឆ្វេងមិនដែរហើយអូសខ្សែអំបោះហ្នឹងចុះមកក្រោមក៏ធ្វើជាខ្សែបង្គោលកងលើអំបោះពីសរសៃដែលនៅខាងក្រោមលើកអំបោះដែលនៅខាងក្រោមហ្នឹងមកសរសៃមកកងជាមួយខ្សែបង្គោលហ្នឹងចំនួន2ដងដូចគ្នាមកដល់ចំកដាលនេះខ្សែបង្គោលទាំងពីរជួបគ្នាលើកអំបោះដែលនៅខាងស្ដាំមកកងលើអំបោះខាងឆ្វេងធ្វើជាខ្សែបង្គោលលើកអំបោះដែលនៅខាងក្រោមមកតាក់ចងជាមួយខ្សែបង្គោលចំនួន2ដងបងប្អូនម៉ូតខ្សែដៃដែលខ្ញុំបង្ហាញបងប្អូននេះគឺមានម៉ូតរបស់វារបៀបក្រងគឺងាយមែនតែនមានតែប៉ុណ្្នឹងទេចំណែកឯបន្តមកទៀតគឺយើងត្រូវក្រងធ្វើម៉េចឲ្យអស់អំបោះប្រវែងអំបោះដែលខ្ញុំយកមកប្រើមកសរសៃ100សង់ទីម៉ែត្រពេលដែលក្រងហើយខ្សែដៃរបស់ខ្ញុំបានប្រវែង16សង់ទីម៉ែត្រចុងក្រោយគេកតុយវាខ្ញុំធ្វើរំយោលដោយអំបោះវាមាន6ខ្សែ2ខ្សែដែលនៅខាងលើខ្ញុំអត់ប្រើទេយកអំបោះ4ខ្សែដែលនៅចុកខាងចុងខាងក្រោមយកមកក្រងវាដូចក្រងសក់អញ្ចឹងរបៀបធ្វើរំយោលនេះខ្ញុំធ្វើបែបងាយចំពោះបងប្អូនបើសិនជាចង់ធ្វើម៉ូតផ្សេងក៏បានដែរប៉ុន្តែខ្ញុំធ្វើនេះខ្ញុំគ្រាន់តែក្រងហើយបន្ទាប់មកកតុយដែលនៅសល់ខ្ញុំពាត់ចងទុកប្រវែងរំយោលប្រវែងប្រហែលជា6ទៅ7សង់ទីម៉ែត្រប៉ុណ្ណឹងឯងចុងកតុយអំបោះដែលនៅសល់ទាំងប្រមាណកាត់ចោលសម្អាតវាយកដៃកេះមកអុចរោលភ្លើងពិតវាធ្វើម៉េចឲ្យជាប់ព្រោះអីខ្សែដៃយើងនេះធ្វើពីអំបោះដែលមានជាតិលីឡុងច្រើនបើសិនជាយើងអត់អុចអត់ពិតវាឲ្យជាប់អញ្ចឹងទេរោលភ្លើងឲ្យវាជាប់អញ្ចឹងទេយើងប្រើអត់បានយូរទេប្រើតែបន្តិចហ្នឹងគឺរសាត់អស់ហើយការអុចការពិតនេះក៏អញ្ចឹងដែរពិតតែអុចតែបន្តិចពិតតែប៉ុណ្្នឹងគឺជាប់ហើយបងប្អូនម៉ូតខ្សែដៃដែលខ្ញុំក្រងបង្ហាញបងប្អូននៅពេលនេះគឺរួចរាល់ហើយមើលបងប្អូននេះម៉ូតរបស់វាក្រឡានៅខាងក្នុងហើយអមទៅដោយអង្កាំពីគ្រាប់ប្រដេញគ្នានៅអមសងខាងបន្ទាប់មកទៀតខ្ញុំដាក់រំយោលទាំងសងខាងផ្ទុយគ្នាហើយយកខ្សែអំបោះដែលខ្លីជាងគេខ្ញុំបង្ហាញបងប្អូនកាលពីដំបូងហ្នឹងយកកតុយអំបោះមកបត់វាប្រវែងប្រហែលជា5ទៅ6សង់ទីម៉ែត្រយកមកដាក់រ៉បជាមួយនឹងរំយោលខ្សែដៃទាញកតុយអំបោះដែលនៅសល់វែងយកមកពាត់រុំពាត់
ពួកចំនួន6ដងបងប្អូនត្រង់កន្លែងរុំព័ទ្ធនេះយើងរុំព័ទ្ធមិនឲ្យតឹងពេកមិនឲ្យធូរពេកបើសិនជាតឹងពេកពិបាកក្នុងការប្រើប៉ុន្តែបើសិនជាធូរពេកក៏ធ្វើឲ្យខ្សែដៃរបស់យើងរបូតដែររុំរួចហើយកតុយអំបោះដែលនៅសល់សោកចូលក្នុងប្រឡោះអំបោះដែលយើងបត់មិញរឹតឲ្យតឹងអុចរោលភ្លើងជាការស្រេចបងប្អូនមើលនេះរបៀបចងគឺងាយមែនតែនយើងអាចរត់ចេញរត់ចូលបានដោយសារតែខ្សែដៃរបស់យើងនឹងក្រងពីអំបោះពេលដែលយើងងូតទឹកអីយើងត្រូវការដោះបើអត់អញ្ចឹងទេវាពិបាកក្នុងការប្រើដែរវាសើមបងប្អូនខ្សែដៃដែលខ្ញុំក្រងបង្ហាញបងប្អូនថ្ងៃនេះគឺរួចរាល់ហើយមើលម៉ូដរបស់វាគឺស្រស់ស្អាតមែនតែនតូចល្មមពណ៌ផ្កាឈូកផងជាពិសេសក្មេងស្រីឃើញហើយប្រកាសជាចង់បានមិនខានអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗ